សូមជូនរឿងព្រះចក្របាលថេរព្រះបរមសាស្តាការប្រថាប់នៅក្នុងក្រុងសាវត្ថីទ្រង់ប្រារព្ធព្រះចក្របាលថេរត្រាស់ព្រះសទ្ធម្មទេសនានេះថាធម៌ទាំងឡាយមានចិត្តដល់មុនជាប្រធានមានចិត្តប្រសើរបំផុតសម្រេចមកពីចិត្តបើបុគ្គលមានចិត្តអាក្រក់ទោះនិយាយក្តីធ្វើក្តីសេចក្តីទុកតែងអន្ទោលតាមបុគ្គលនោះព្រោះទុច្ចរិតទាំង3យ៉ាងនេះគួរនាដូចជាកង់រទេះដែលវិលទៅតាមជើងគោដែលកំពុងតែអូសនឹមទៅដូច្នោះព្រះបរមសាស្តាទ្រង់ទេសនាប្រពថេរៈឈ្មោះចក្របាលកាលពីព្រះថេរៈអង្គនេះលោកនៅជាក្រហមមិនទាន់បានសាងធ្នួសនោះលោកបានទៅស្ដាប់នៅព្រះធម៌ទេសនារបស់ព្រះពុទ្ធជាម្ចាស់ហើយកើតសេចក្តីជ្រះថ្លាក្នុងព្រះធម៌ទេសនានោះយ៉ាងក្រៃលែងមានចិត្តប្រាថ្នាចង់បួសជាភិក្ខុនៅក្នុងព្រះពុទ្ធសាសនាលុះត្រឡប់មកផ្ទះវិញក៏បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យដល់ប្អូនប្រុសរបស់ខ្លួនស្រេចហើយទើបសូមលាប្អូនទៅបួសនៅក្នុងសំណាក់ព្រះបរមសាស្តាលុះបួសបាន5ព្រះវស្សាហើយលោកក៏បានចូលទៅក្រាបបង្គំសូមរៀនព្រះកម្មដ្ឋានជាមួយនឹងព្រះសម្មាសម្ពុទ្ធបន្ទាប់មកក៏បានក្រាបថ្វាយបង្គំលាព្រះអង្គទៅបំពេញសមណធម៌នៅក្នុងទីកន្លែងមួយដ៏ស្ងាត់ព្រមជាមួយនឹងភិក្ខុសង្ឃ60រូបជាបរិវារព្រះថេរៈលោកមានសេចក្តីព្យាយាមយ៉ាងខ្លាំងក្លាបំផុតនៅក្នុងការប្រតិបត្តិធម៌លោកបានតាំងចិត្តសច្ចាទិដ្ឋានថាអាត្មាអញនឹងមិនសឹងរហូត3ខែនៅក្នុងរដូវភ្លៀងនេះក្នុងវស្សានោះរូបភ្នែកក៏បានកើតឡើងដល់ព្រះថេរៈគ្រូពេទ្យបានមកជួយព្យាបាលរោគប្រគេនព្រះថេរៈហើយឲ្យព្រះថេរៈសឹងបន្តក់ថ្នាំតាមភ្នែកតែព្រះថេរៈមិនព្រមសឹងបន្តក់ថ្នាំតាមលោកគ្រូពេទ្យប្រាប់សោះព្រោះលោកបានតាំងចិត្តស្រេចហើយថានឹងមិនសឹងរហូត3ខែព្រោះហេតុនោះរូបក្នុងភ្នែកក៏រឹងរឹតតែរកម្មធ្ងន់ធ្ងរខ្លាំងឡើងជារៀងរាល់ថ្ងៃមិនយូរប៉ុន្មានភ្នែកទាំងទ្វេរបស់ព្រះថេរៈក៏បានបែកធ្លាយខ្វាក់ងងឹតឈឹងមើលអ្វីលែងឃើញទាំងអស់ហើយព្រមគ្នាជាមួយនឹងការបានសម្រេចព្រះអរហន្តសុខវិបស្សកៈលុះដល់ថ្ងៃបវរណាចេញព្រះវស្សាហើយព្រះចក្របាលថេរបានចម្រើនពរលាពួកញាតិញោមឧបាសកឧបាសិកាដើម្បីនឹងទៅគាល់ព្រះបរមសាស្តាដែលព្រះអង្គគង់ប្រថាប់នៅក្នុងវត្តចេតពុនមហាវិហារទៀបក្រុងពារាណសីនៅក្នុងរាត្រីនៃបច្ឆិមយាមក្រោយពេលដែលភ្លៀងរាំងហើយព្រះថេរៈបានដើរចង្ក្រមទៅមកជន់សត្វមេភ្លៀងស្លាប់អស់ជាច្រើនព្រោះលោកមើលមិនឃើញហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសត្វមេភ្លៀងទាំងនោះស្លាប់ផងដែរស្អែកឡើងពេលព្រឹកព្រលឹមក៏ស្រាប់តែមានអគន្តកភិក្ខុជាច្រើនរូបបានចូលមកមើលកន្លែងព្រះចក្របាលថេរហើយបានឃើញសត្វមេភ្លៀងជាច្រើនស្លាប់ពាសពេញទីចង្ក្រមរបស់ព្រះថេរៈក៏បានថ្មេះតេះដៀនលោកដោយប្រការផ្សេងស្រេចហើយក៏នាំរឿងនេះទៅក្រាបបង្គំទូលដល់ព្រះបរមសាស្តាទ្រង់ជ្រាបព្រះបរមសាស្តាទ្រង់ត្រាស់ពន្យល់ដល់ភិក្ខុទាំងនោះថាមនាលភិក្ខុទាំងឡាយមរណចេតនាគឺចេតនាគិតនឹងសម្លាប់មិនមានសោះឡើយដល់ព្រះថេរៈដែលជាព្រះអរហន្តខៃណាស្របអគន្តកភិក្ខុទាំងនោះងឿងឆ្ងល់បានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថាបបិទ្ធព្រះអង្គដោយចម្រើនព្រះចក្របាលថេរជាព្រះអរហន្តខៃណាស្របចុះហេតុអ្វីបានជាខ្វាក់ភ្នែកព្រះបរមសាស្តាទ្រង់ត្រាស់សម្ដែងអតីតនិទានថាកាលពីអតីតកាលព្រះចក្របាលថេរធ្លាប់បានធ្វើជាគ្រូពេទ្យព្យាបាលជំងឺភ្នែកសម័យថ្ងៃមួយលោកគ្រូពេទ្យនោះបានទៅព្យាបាលភ្នែកដល់ស្ត្រីម្នាក់នៅជនបទស្ត្រីនោះបានសន្យាជាមួយលោកគ្រូពេទ្យថាបើលោកគ្រូពេទ្យអាចព្យាបាលជំងឺភ្នែកនាងខ្ញុំឲ្យបានជាសះស្បើយដោយដើមវិញនោះនាងខ្ញុំព្រមទាំងបុត្រនឹងធ្វើជាទាសីអ្នកបម្រើរបស់លោកគ្រូពេទ្យនោះបានព្យាបាលភ្នែកនាងឲ្យជាដូចដើមវិញព្រោះតែនាងមិនចង់ទៅនៅបម្រើគ្រូពេទ្យនោះឯងទើបនាងបែរជានិយាយកុហកគ្រូពេទ្យនោះថាលោកគ្រូឥឡូវនេះភ្នែករបស់នាងខ្ញុំវាមិនបានជាទេតែវារឹតតែឈឺលើសដើមទៅទៀតចំណែកគ្រូពេទ្យបានដឹងថានាងពិតជានិយាយកុហកដូច្នេះហើយក៏មានចិត្តក្រោធខឹងយ៉ាងខ្លាំងហើយមានចេតនាចង់ធ្វើឲ្យនាងវិនាសទើបផ្សំថ្នាំពឹសឲ្យនាងលាបធ្វើឲ្យភ្នែករបស់នាងខ្វាក់ទាំងគូមើលអ្វីលែងឃើញទាំងអស់
ព្រោះបាបកម្មដែលព្រះចក្របាលថេរបានធ្វើឲ្យស្ត្រីនោះខ្វាក់ភ្នែកទាំងទ្វេដោយចេតនានោះឯងបានជាព្រះថេរៈត្រូវតែទទួលបាបកម្មនោះវិញគឺត្រូវតែខ្វាក់ភ្នែកនៅក្នុងជាតិនេះដូច្នេះហើយទើបព្រះអង្គទ្រង់ត្រាស់នៅព្រះគាថាថាមនោពពាំងកមាធម្មាមនោសេដ្ឋាមនោមយាមនសាជេបតុថេនៈភាសតិវាករោតិវាតកោណੰទុក្ខមនវេតិចកង្វៈវហតោបទាំងធរទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតសម្រាប់មកអំពីចិត្តបើបុគ្គលមានចិត្តត្រូវទូស័កប្រទុសរាយហើយទោះបីនិយាយក្តីធ្វើក្តីក៏អាក្រក់ដែរព្រោះអំពើអាក្រក់នោះឯងសេចក្តីទុក្ខរមែងដេញជាប់តាមក្រោយបុគ្គលនោះដូចជាកង់រទេះវិលតាមដានជើងគូដែលអូសនឹមរទេះយ៉ាងដូច្នោះឯងក្នុងកាលចប់គាថាភិក្ខុ 3000 រូបបានសម្រេចព្រះអរហន្តព្រមដោយបដិសម្បទាទាំងឡាយទេសនាបានជាកថាមានប្រយោជន៍មានផលសំបីដល់បរិស័ទអ្នកប្រជុំគ្នាហើយដូច្នេះឯងរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា